ជំរាបសួរបងម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយទៀតហើយម្ហូបដែលចុះបាយសម្រាប់ផ្ទះខ្ញុំគឺចំហុយផ្អកត្រីប្រាហ្នឹងគឺចូលចិត្តតែពោះទេបងប្អូនចូលចិត្តអាពោះខ្លាញ់វានោះហើយក៏នេះយើងក៏ដាក់ផ្សំគ្រឿងតាមហ្នឹងទៅបងប្អូនតាមចំណង់ចំណូលចិត្តបងប្អូនដាក់ផ្អែមប្រៃអីតាមហ្នឹងតែសម្រាប់ខ្ញុំគឺផ្ទះខ្ញុំគឺចូលចិត្តតែផ្អែមឯផ្អកឲ្យតែផ្អកចំហុយគឺចូលចិត្តតែផ្អែមហ្មងនេះដាក់គ្រឿងក្រើហើយយើងក៏ចាប់ផ្ដើមយកវាទៅដាក់ក្នុងឆ្នាំងចំហុយបងប្អូនអត់ត្រីប្រាអញ្ចឹងចំហុយមិនយូរទេបងប្អូនចំហុយតាមផ្លែតគឺឆ្អិនហើយអត់ដូចផ្អកសាច់ជ្រូកទេចាំអត់ទាំងអស់គ្នាបងប្អូនតាតំណងអត់មុខម្ហូបថ្ងៃហ្នឹងគឺផ្អកត្រីប្រាចំហុយជាតិខប់បងប្អូនអើយអស់បាយពីឆ្នាំងថ្ងៃហ្នឹងដឹងតែអស់បាយហ្មង